ខ្ញុំពិតជាចង់ឲ្យអ្នកទាំងអស់គ្នាទៅសាកភ្លក់នំខេកនៅកន្លែងគាត់នេះមែនតើនិយាយទៅតាំងពីការរៀបចំការដេគ័រក៏ស្អាតរសជាតិក៏ឆ្ងាញ់ទៀតអ្នកទាំងអស់គ្នាសំខាន់នំខេកនៅកន្លែងគាត់នេះគឺគាត់ធ្វើអត់សូវផ្អែមខ្លាំងទេហើយអីដែលខ្ញុំចូលចិត្តញ៉ាំខ្លាំងនៅកន្លែងគាត់បំផុតហ្នឹងគឺតាពោតអ្នកទាំងអស់គ្នានិយាយទៅគ្រីមជាមួយនឹង snow ពោតរបស់គាត់ហ្នឹងគឺចូលជាតិគ្នាល្អខ្លាំងមែនតើនិយាយទៅខ្ញុំចូលចិត្តអានេះខ្លាំងមែនតើខ្ញុំទៅលើកណាក៏ខ្ញុំទិញម្ដងពីរម្ដង3ញ៉ាំម្នាក់ឯងដែរហើយនៅ Siso Bakery នេះគឺគាត់ផ្លាស់ប្ដូរការដេគ័រការរៀបចំនំគឺតាមរដូវកាលហ្មងនិយាយទៅគឺរៀងរាល់រដូវកាលដូច concept Christmas អញ្ចឹងគាត់រៀបចំរបៀប concept Christmas អញ្ចឹងទៅដោយឥឡូវនេះចិត្តចូលឆ្នាំចិនហ្នឹងគឺគាត់រៀបចំរបៀបចិត្តចូលឆ្នាំចិនអញ្ចឹងទៅនិយាយទៅគឺលយខ្លាំងមែនតើហើយស្អាតខ្លាំងណាស់អ្នកទាំងអស់គ្នាដោយឥឡូវហ្នឹងអញ្ចឹងគឺគាត់ធ្វើរបៀបដូចថង់មាសហើយជាមួយនឹងនំណាប៉ុន្តែហុកក្រូចនិយាយទៅគឺស្អាតខ្លាំងមែនតើហើយហ្នឹងបើសិនជាយើងចង់ធ្វើរបៀបដូច gift box ជូនទៅមនុស្សជាទីស្រឡាញ់ចាស់ក៏ដូចជាមេរបស់យើងក្នុងរដូវកាលចូលឆ្នាំចិនហ្នឹងគឺតំណងខ្លាំងមែនតើដោយឲ្យហុងស៊ុយហេងឆ្នាំថ្មីអញ្ចឹងណានិយាយទៅគឺឡើងហុងស៊ុយហ្មងហើយដោយអាថង់មាសនេះអញ្ចឹងអ្នកទាំងអស់គ្នានិយាយទៅមកថង់មាសហូបថង់មាសហ្នឹងគឺយើងអាចញ៉ាំបានទាំងអស់ដោយអាស្ប៉ាញ់នៅខាងក្នុងហ្នឹងហើយអាសបកខាងក្រៅថង់ហ្នឹងក៏ញ៉ាំបានដែរហើយដូច snow គេអីចឹងគឺគេធ្វើ snow តឡប់ហើយនៅ Siso Bakery នេះក៏គេមានរៀបចំជាប្រភេទ gift box ណាហើយដូច gift box គេហ្នឹងគឺតំណងខ្លាំងមែនតើដោយសារតែគេរៀបចំមកឡើង premium ហ្មងយើងអាចរៀបចំជាជាន់របៀបមួយថ្នាក់ពីរថ្នាក់3ថ្នាក់អញ្ចេះក៏បានឬមួយក៏បើអត់ចង់រៀបចំជាថ្នាក់ទេរៀបចំរបៀបស្មើលើក្តារប្រទេសក៏បានដែរនិយាយទៅគឺស្អាតដូចគ្នាហើយបើនិយាយពីការរៀបចំតែគាត់នំរបស់គាត់ហ្នឹងគឺស្អាតខ្លាំងហ្មងអ្នកទាំងអស់គ្នាម៉ូដប្លែកហើយស្អាតហ្មងនិយាយទៅពេលដែលចូលទៅដល់កន្លែងគាត់គឺឡើងប្លែកភ្នែកហ្មងហើយដូចរបៀប gift box នេះអីបើសិនជាយើងធ្វើខូបកណាធ្វើអីចឹងយើងមិនបាច់ចាំបាក់ចិត្តច្រើនទេយើងទិញយកមកឲ្យតែគ្រប់គ្នាមកចែកគ្នាញ៉ាំម្នាក់មួយនិយាយទៅគឺល្មមស្រួលហើយសំខាន់គឺយើងបានច្រើនរសជាតិទៀតអ្នកទាំងអស់គ្នានិយាយទៅរសជាតិនំខេកនៅកន្លែងគាត់មួយគឺថាប្លែកឆ្ងាញ់ហើយបើខ្ញុំ recommend ខ្លាំងហ្មងខ្ញុំឲ្យអ្នកទាំងអស់គ្នាសាកញ៉ាំជាមួយនឹងតាតពោតតាតរបស់គាត់ជាប្រភេទនំតាតឬក៏នំ cupcake របស់គាត់ហ្នឹងគឺឆ្ងាញ់ទាំងអស់ហើយអីដែលសំខាន់មួយទៀតនំដែលជា signature ប្រចាំហាងគឺនំដលងរបស់គាត់របៀបដលងពណ៌ស្វាយហ្នឹងអូយនិយាយទៅនំហ្នឹងសាច់នំឡើងទន់ល្មើយហើយញ៉ាំទៅឡើងល្មួតឆ្ងាញ់ហ្មងឡើងឈ្ងុយដលងពេញមាត់ហ្មងហើយគាត់មិនមែនមានលក់តាមនំទេណាអ្នកទាំងអស់គ្នាគាត់ក៏មានលក់ជាប្រភេទ drink ដែរអ្នកទាំងអស់គ្នាដោយរបៀប strawberry meal នេះអីចឹងហើយជាមួយនឹង matcha អីរបស់គាត់គឺឆ្ងាញ់ទាំងអស់អ្នកទាំងអស់គ្នាអាចទៅសាកនៅកន្លែងគាត់បានព្រោះដោយសារខ្ញុំឲ្យតែតនេគឺខ្ញុំទៅអង្គុយញ៉ាំអីនៅកន្លែងគាត់ហើយទាំងទឹកទាំងនំអីហ្នឹងគឺថាឆ្ងាញ់អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ភ្លក់ជាមួយនឹងនំខេកនៅ Siso Bakery នេះអ្នកទាំងអស់គ្នាអាចទៅហៅកន្លែងគាត់បានដែលទីតាំងរបស់គាត់គឺនៅម្ដុំបឹងកេងកងនៅលើផ្លូវ350ណាអ្នកទាំងអស់គ្នានិយាយទៅអត់ពិបាករកទេអញ្ចឹងចំពោះទីតាំងជាក់ស្ដែងក៏ដូចជាព័ត៌មានលម្អិតចាំខ្ញុំដាក់នៅ caption ខាងលើវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណបាយបាយ